យើងថា blacklisted បើកាលណាចេញជាក្រឹតហើយតែតាមបាទអានោះខ្ញុំថាទៅវាបាត់បោះណាបាទអញ្ចឹងនិយាយថាអាចថានេះគូកាខ្ញុំចាំជំរាបសួរអង្គទីតែតទៅនឹងអាចកំថាខ្ញុំអត់ចាំថ្ងៃនេះក៏ដោយគឺថាការដែលគាត់ទៅប្រទេសកូរ៉េដែលគាត់បាននិយាយថាចាក់តែជាមួយនឹងគូការដើម្បីចំណុចរបស់គណៈបកសម្ព័ន្ធដើម្បីជាស្បៃហ្នឹងអត់មានគោលណាដែលមានទេដែលជាការដើម្បីជំនួសមានកំណត់ណានាយករដ្ឋមន្ត្រីមានរៀបចំប្រទេសឲ្យនាយករដ្ឋមន្ត្រីកោះអង្គរអីដែលយើងយល់ថាហ្នឹងពិភពលោកគេកំពុងប្រើឲ្យថាអារម្មណ៍ក្នុងស្ថាប័នថានៅលើពិភពលោកហ្នឹងវាអត់ដែលមានអាហ្នឹងទេតែខ្ញុំមើលឃើញថាចម្លើយរបស់គាត់ឆ្លើយបែបហ្នឹងឆ្លុះបញ្ចាំងពីលក្ខណៈពីររបស់គាត់ទីមួយលក្ខណៈដូចចិត្តរបស់គាត់ហើយនឹងការយល់ពីរបស់គាត់អញ្ចឹងបើសិនជាថានៅលើពិភពលោកនេះគេគាត់ថាអត់មានគាត់បន្លប់ជាបរិបទអញ្ចឹងខ្ញុំគិតថាជាលក្ខណៈផ្លូវចិត្តរបស់គាត់ជាមនុស្សខូចហើយលោកអ៊ំជាបញ្ញវត្តម្នាក់ជាអ្នកនយោបាយម្នាក់អំពីបីចំណាត់ប៉ុណ្ណឹងហើយអ៊ំតែបំរើបុគ្គលដែលមានលក្ខណៈខុសៗអញ្ចឹងតើលោកយើងអត់មានបំរើទេបាទទីនឹងសានៃអ៊ំតែធ្វើការនេះថាការជាមួយគាត់ហើយមួយទៀតខ្ញុំអត់មានគណៈថាកាសនាអ្នកទី3ដែលខ្ញុំអត់ដឹងនៅក្រៅទៅបាទរបស់ខ្ញុំបាទគាត់ទីបាទបាននិយាយទៅបញ្ហានេះអត់ដឹងបាទតែណាពួកយើងអាចនិយាយទៅបាទបើយើងដឹងមួយអាហ្នឹងយើងអាចលួចចំបាយរបស់ខ្ញុំអញ្ចឹងគេថាជា20ឆ្នាំហើយដល់អង្គត្រឡប់ពីកម្មវិធីសង្គមរហូតដល់អង្គបានជាអ្នកវិភាគឯករាជ្យវិនិយោគមកបញ្ហាសង្គមជាតិអញ្ចឹងខ្ញុំចង់និយាយសួរលោកអង្គថាហើយអង្គបានអុកតម្រុយសម្រាប់កុំខ្មែរយ៉ាងម៉េចខ្លះទៅសង្គមជាតិថាបញ្ហារបស់អង្គជួបប្រទះក្នុងសប្តាហ៍ហ្នឹងវាកើតចេញមកពីណាហើយយើងអត់គ្នាត្រូវចេញតាមច្រកណាតែអង្គបានមានការងារវិភាគដើម្បីគុំបាឡាគាត់អង្គត្រៃលោកគាត់ទៅទុកឲ្យកូនចៅជំនាន់ក្រោយអាចបន្តទៅពីការងារគាត់ទៅទៀតនេះជាផ្នែកមួយនៃអញ្ចឹងលោកអង្គអាចរៀបខ្លីបានទេថាធម្មតាសម្រាប់តែសមាជិកសង្គមទៅពួកព្រះអង្គស្វែងរកប្រភពនៃបញ្ហាដែរព្រះអង្គបានលើកឡើងថាសារអវិជ្ជាដែលនាំឲ្យយើងមានទុកនៃអីហ្នឹងអញ្ចឹងនេះគឺបញ្ហាទូសំបញ្ញត្តិដែលកើតនៅក្នុងខ្មែរខ្ញុំក៏យល់ថាវាមានប្រភពរបស់វាមួយដែរអញ្ចឹងបទពិសោធន៍កន្លងមកទាំងអង្គជាបញ្ញវន្តអង្គតើអង្គយើងគឺប្រភពរបស់វានឹងកើតចេញពីណាមកទេអង្គបានលើកឡើងថាខុសពីព្រះតែដល់ពួកគេមានអារម្មណ៍ថាលោកសាប់លោកកែទូរស័ព្ទមកថាប៉ុន្តែអានោះវាសំខាន់ទួលលោកអង្គជាអត់អាចទៅខាងគាត់បានគាត់នោះវានឹងចិត្តមកពីអាលោកកែទូរស័ព្ទមកមិនថាថាបាទមាននៅក្នុងនិយាយថាគេចង់បានរបស់យើងយើងគេឧបមាថាយើងអាចទៅតាមគាត់ទៀតទៅតាមចាំទៅទៅបានទេគេជាតែគឺជាតែចង់ជាលោកសម្រាប់ហ្នឹងគោលការណ៍អត់ពេលឲ្យចុះទៅបាត់ទៅរឿងអំណាចយកសម្បត្តិនេះវាអត់ទេហើយគេត្រូវសម្រាប់នេះគឺតែច្បាប់បើកាលណាច្បាប់យើងអត់គ្រប់អត់គឺច្បាប់គាត់ចាំបាច់ប៉ុន្តែបើសិនជារឿងគ្រប់មិនគ្រប់អត់ជារឿងរបស់គេប៉ុន្តែបើសិនតែរឿងរបស់គេអត់គ្រប់មានបញ្ហាច្បាប់អាចទូទាត់លើគេបានសំខាន់ត្រង់ហ្នឹងយើងអត់គាត់ថាគេគ្រប់មិនគ្រប់ប៉ុន្តែតែអ្នកអត់មានអត់គ្រប់ទៅណាវាមានន័យថាច្បាប់អាចទូទាត់លើគេបានគេទឹកសង្កេតទៅគេ